សួស្តីអ្នកនរស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរពីរបៀប convert ពី text បែបនេះទៅជា smart art បែបនេះបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបធ្វើវីដេអូនេះអញ្ចឹងយើងចាប់ដើមធ្វើវីដេអូនេះជាដំបូងអ្នកនរត្រូវ select នៅលើអក្សររបស់យើងទាំងអស់ហ្នឹងមកបាទទៅមកទៀតអ្នកនរត្រូវចុចមកស្ដាំនៅលើអក្សរដែលយើងបាន select ទៅមកទៀតអ្នកនរមើលឃើញពាក្យថាអូខេ convert to smart art អញ្ចឹងកន្លែងនេះយើងមានទម្រង់ smart art ជាច្រើនដែលយើងអាចរើសមើលទៅតាមទម្រង់បែប mix ទាំងអីចឹងទៅអញ្ចឹងអ្នកនរអាចមើល form តាមទម្រង់ចឹងទៅឬក៏យើងអាចចុចមក smart art ហ្នឹងក៏បានដែរអូខេកន្លែងនេះយើងអាចជ្រើសរើស smart art ទៅតាមអ្វីដែលជាចំណូលចិត្តរបស់អ្នកនរគ្នាណាអូខេឥឡូវយើងមើលកន្លែង cycle ឬក៏មើលកន្លែងមួយនេះចឹងយើងអាចបំបែក mix ទាំងទៅតាមទម្រង់ដូចផ្សេងៗអូខេឧទាហរណ៍ថាឥឡូវខ្ញុំយកមួយនេះចឹងទៅបាទដូចជាដើមវីដេអូដែលខ្ញុំបានបង្ហាញដល់នេះយើងចាប់ដើមពីអញ្ចឹងនៅពេលដែលយើងចុចអូខេ text របស់យើងនឹង load ទៅជាទម្រង់ smart art ភ្លាមៗអញ្ចឹងអ្នកនរអញ្ចឹងការធ្វើបែបនេះគឺចំណេញពេលបងប្អូននៅពេលដែលអ្នកនរមានអត្ថបទឬក៏មានជា text box ស្រាប់ៗនៅហ្នឹងយើងអាច select ហើយយើងធ្វើបែបនេះលឿនយើងអត់ចាំបាច់ទៅអង្គុយ insert អូខេយើងអត់ចាំបាច់ទៅអង្គុយ insert smart art អីចឹងទៅហើយយើងចូលទៅបំពេញទម្រង់អក្សរបែបនេះមួយតាមប្រអប់មួយទៅវាខាតពេលយើងអញ្ចឹងនៅពេលដែលយើងមានអក្សរស្រាប់ហើយយើងគ្រាន់តែចុច convert ដូចខ្ញុំបង្ហាញមិញហ្នឹងទៅគឺហើយជាការស្រាប់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាបាយបាយ